ឆ្នាំនេះវ័យប្រហែលឯងមកអ៊ំ88ហើយខ្ញុំទទួលដំណឹងថាមកអ៊ំត្រូវបានកូនគាត់នឹងដឹកតាំងពីខេត្តតាកែវមកបាទយកមកទុកចោលនៅមុខពលានចាស់នេះតែម្ដងប្រិមិត្តដោយពាក្យចាស់លោកពោលថាម្ដាយតែម្នាក់ចិញ្ចឹមកូន10នាក់រស់ប៉ុន្តែកូន10នាក់ចិញ្ចឹមម្ដាយតែម្នាក់អត់រស់មកពីខេត្តណាមកអ៊ំខេត្តតាកែវអូខេត្តតាកែវកូនដឹកមកហ្មងចង់ទៅផ្ទះវិញអត់យាយចង់ទៅផ្ទះយាយណ៎មកអ៊ំជំរាបសួរមកអ៊ំខ្ញុំឮទទួលដំណឹងថាមកអ៊ំត្រូវបានកូនយកមកដឹកមកទុកនៅកន្លែងហ្នឹងមកអ៊ំហ៎មកពីខេត្តណាមកអ៊ំខេត្តតាកែវអូខេត្តតាកែវអូកូនដឹកមកហ្មងគេដឹកមកចាំម៉ែគេខ្ញុំនៅចាស់បានម៉ែខ្ញុំមកនេះវិញអូបាទប្រិមិត្តខ្ញុំទទួលដំណឹងថាមកអ៊ំត្រូវបានកូនគាត់នឹងដឹកតាំងពីខេត្តតាកែវមកបាទយកមកទុកចោលនៅមុខពលានចាស់នេះតែម្ដងប្រិមិត្តបាទហើយយើងមិនដឹងថាគាត់យ៉ាងណាទេប្រិមិត្តបាទមកអ៊ំមើលទៅមកអ៊ំឆ្នាំនេះវ័យប្រហែលឯងមកអ៊ំ88ហើយប្រិមិត្តបាទគាត់88ឆ្នាំហើយគាត់ត្រូវបាទបើគិតជាបាទអាយុណាគាត់ត្រូវជាលោកយាយចៅទួតលោកយាយទួតខ្ញុំហើយប្រិមិត្តបាទ88ឆ្នាំហើយប្រិមិត្តហើយបាទដោយពាក្យចាស់លោកពោលថាម្ដាយតែម្នាក់ចិញ្ចឹមកូន10នាក់រស់ប៉ុន្តែកូន10នាក់ចិញ្ចឹមម្ដាយតែម្នាក់អត់រស់បាយយ៉ាងអត់អូថ្ងៃគឺvậy đó chứ làm sao ngày chắc đánh sao thế cả đánh sao là ngàyគឺដល់ប្រិមិត្តគាត់ថារាល់ថ្ងៃគាត់ហែវបាយណាស់ប៉ុន្តែអត់មានអ្នកធ្វើបាយធ្វើម្ហូបឲ្យគាត់ហូបទេអូគាត់ថាគាត់ចង់ដាច់ខ្យល់មួយថ្ងៃ2ដងប្រិមិត្តអត់មានពេលណាធ្វើបាយធ្វើអីគាត់ហូបទេបាទប្រិមិត្តអញ្ចឹងយើងទទួលដំណឹងក៏ដូចជាតាមការសាកសួរហ្នឹងបាទគាត់មកតាំងពីខេត្តតាកែវបាទកូនយកមកទុកលោកយាយនៅមុខពលានចាស់តែម្ដងហើយគាត់រឹបជាយាមរកផ្ទះចៅដែរនៅភ្នំពេញនេះប៉ុន្តែរកអត់ឃើញណាប្រិមិត្តគាត់ចាស់គាត់អត់ស្គាល់បំពេញស្គាល់អីទេវង្វេងហើយដល់ពេលអញ្ចឹងគាត់ពិបាកនៅក្នុងការស្វែងរកផ្ទះចៅរបស់គាត់ប្រិមិត្តហើយបាទអញ្ចឹងមានតែផ្ដាំផ្ញើទៅដល់កូនគាត់ណាកូនលោកយាយបើសិនជាបានឃើញព័ត៌មាននេះហើយឃើញវីដេអូនេះហើយបាទសូមមកជួយយកលោកយាយវិញផងបាទគាត់ចាស់ហើយ88ឆ្នាំហើយតែគាត់រស់បានប្រហែលឆ្នាំទៀតសូមអធិស្ឋានណាមិនមែនប្រមាថជីវិតអាយុជីវិតរបស់លោកយាយទេប៉ុន្តែបាទគាត់រស់បានប្រហែលឆ្នាំទៀតបាទអញ្ចឹងចិញ្ចឹមបីបាច់ថារសារគាត់ទៅមិនថាគាត់មានវ័យចំណាស់គាត់យ៉ាងម៉េចទេយើងនៅតែជាកូនគាត់នៅតែជាម្ដាយប្រិមិត្តហើយខ្ញុំមិនសូវហ៊ានសាកសួរគាត់ប្រហែលនេះដោយសារជាក់ស្ដែងគាត់បាទរៀងភ្លេចភ្លាំងអីតិចតួចចឹងណាបាទប្រិមិត្តអានេះគ្រាន់តែជាព័ត៌មានដែលយើងសាកសួរបងប្អូននៅជុំវិញទីតាំងខាងលើនេះបាទថាឃើញលោកយាយហ្នឹងមកបាទកន្លែងទីតាំងខាងលើនេះផងដែរហើយជាក់ស្ដែងនេះគាត់មានតាំងពីអីវ៉ែអីវ៉ាន់កាបូបវិចមកសម្រាប់តែម្ដងប្រិមិត្តវិចមកសម្រាប់តែម្ដងហើយគាត់ដាច់បាយដាច់ទឹកហ្នឹងត្រូវបានបងប្អូនយើងបាទនៅចិត្តហ្នឹងឃើញលោកយាយអាណិតពេកក៏ទិញបាយទិញទឹកជូនលោកយាយបាទហើយមានបងប្អូនយើងខ្លះក៏ជួយជាលុយជាអីទៅកាន់លោកយាយតិចតួចដែរប្រិមិត្តហើយបាទមិនដឹងថាកូននឹងគិតយ៉ាងណាទេបាទខ្ញុំពិតជាអាណិតបាទលោកយាយខ្លាំងមែនតើកូន5នាក់ហើយទីមួយឈ្មោះអីកូនបង5ឈ្មោះអស់ហ៎មើលអាចមួយអាចធូអាចឆាយអាចឆាទឹកហ្នឹងអូហើយបាទមើលយកទឹកមកហើយបាទយកទឹកមកចាប់ឆាយនោះបាទប្រិមិត្តអើយតាមការបញ្ជាក់របស់គាត់នឹងកូនគាត់5នាក់ណោះបាទ5នាក់កូនណាហើយចិញ្ចឹមលោកយាយតែម្នាក់អត់រស់បាទយកលោកយាយមកទុកចោលអញ្ចឹងខ្ញុំមិនដាក់បន្ទុកអីយ៉ាងណាទេប្រិមិត្តបាទបើសិនជាឃើញព័ត៌មាននេះហើយមកយកម្ដាយទៅត្រឡប់ទៅផ្ទះវិញផងបាទបើឃើញព័ត៌មាននេះហើយយកម្ដាយទៅត្រឡប់ទៅផ្ទះវិញផងអ្នកបាយជឿអត់អស់ហើយបាទយាយអ្នកបាយជឿអត់អស់ហើយបាទអ្នកបាយអត់បងហើយលើយកចេញតាំងលោកបាទប្រិមិត្តអញ្ចឹងមើលយើងឃើញជាក់ស្ដែងគាត់រៀងវង្វេងអីតិចតួចដែរប្រិមិត្ត
ប៉ុន្តែមិនថ្មីទេយ៉ាងណាផ្ដាំផ្ញើនៅក្នុងវីដេអូនេះម្ដងហើយម្ដងទៀតជាកូនបាទឃើញព័ត៌មាននេះហើយសូមយកលោកយាយទៅវិញផងដោយសារបងប្អូនប្រជាពលរដ្ឋយើងផ្ដល់ព័ត៌មានថាបាទឃើញលោកយាយនឹងអង្គុយតែឯងបាទគាត់ដឹងតាណាតាណីទេមានបវិចមកសម្រាប់ហើយនឹងគាត់មានលុយមានកាយនៅក្នុងនឹងដែរប៉ុន្តែត្រូវបានបងប្អូនយើងទិញបាយទិញទឹកជូនលោកយាយដោយសារយើងចាក់ស្ដែងឃើញថាលោកយាយមិនស្គាល់បំពេញអីច្បាស់ទេបាទហើយលោកយាយក៏ហេតុការណ៍ខាងលើនេះបានកើតឡើងនៅសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទអញ្ចឹងកូនបាទឃើញលោកយាយហើយមកយកលោកយាយវិញផងបាទអរគុណសម្រាប់ការតាមដានទស្សនាព័ត៌មានហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអើយបាទជួយ share ព័ត៌មាននេះផងបាទណាត់លោកយាយមែនតើ88ឆ្នាំហើយបាទបាទអរគុណចៅទៅវិញណាលោកយាយបាទចៅជួយផ្សាយប៉ុណ្្នឹងហើយឃើញឲ្យកូនមកយកលោកយាយវិញផងយាយណាចង់ទៅផ្ទះវិញអត់យាយ cháu chẳng tập cả ចង់ទៅផ្ទះយាយណា nó bò nguyên mặt cả ta cắt mãi bà này mới cháu kêu bà chẳng tàu mới cháu ចង់ទៅតាកែវវិញយាយណា chẳng tàu mới con sẽ làm